បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកកាន់ Channel Police សុភាពរបស់ពួកយើងទាំងពីរនាក់បាទហើយនឹងក្នុងឱកាសពេលនេះបាទពួកយើងទាំង3នាក់បានមកលេងនៅEon 2សែនសុខបាទហើយគឺមានកម្មវិធីបងប្អូនគេធ្វើតាំងនៅម្ហូបអាហារចំនួន60តូបបាទនិយាយទៅ60តូបច្រើនគួរសមដែរហើយគេមានជាកម្មវិធីរបាំបាទមានឆាយ៉ាំមានអីផ្សេងៗចឹងបងប្អូនបាទហ្នឹងហើយនៅខាងក្នុងនេះបងប្អូនបាទហើយនេះគឺជាខ្លងទ្វារចូលគេមានបាទតាំងផ្លាកនេះបងប្អូនហើយបាទផលិតផលខ្មែរយើងបងប្អូនបាទមាន60តូបបងប្អូននេះហើយនឹងគេប្រព្រឹត្តទៅថ្ងៃទី31ហ្នឹងបងប្អូនបាទត្រូវជាថ្ងៃសុក្របងប្អូនហ្នឹងហើយនិយាយទៅខ្ញុំអញ្ជើញទៅមើលហ្នឹងគឺទៅមុនគេឲ្យបងប្អូនបាទហើយធម្មតាថ្ងៃសុក្របាទភ្ញៀវដែលគាត់ទៅលេងហ្នឹងគឺច្រើនតែល្ងាចគេចេញពីធ្វើការអីចឹងណាបងប្អូនបាទតែដោយសារខ្ញុំហ្នឹងហើយទៅមុនគេបងប្អូនបាទអញ្ចឹងទៅខ្ទង់ម៉ោង4អីទេបាទខ្ញុំទៅលេងហ្នឹងបាទអញ្ចឹងទៅវាភាគច្រើនទៅមុនគេបងប្អូនទៅរៀងស្រឡះដែរហ្នឹងហើយបើសិនជាយើងចាំដល់ម៉ោង5 6អីមានគេចេញពីធ្វើការអីគេទៅច្រើនបងប្អូនហ្នឹងហើយនេះបងប្អូនបាទកូនខ្ញុំគាត់ទៅពងើបពីគេងដែរទេបងប្អូនហើយហ្នឹងហើយអញ្ចឹងទៅបាទបានទៅជុំគ្នាហើយហ្នឹងហើយវាអត់តន់មានភ្ញៀវអីគាត់ទៅច្រើនស្មើនឹងបងប្អូនហ្នឹងហើយកម្មវិធីក៏គេមិនតន់មានចាប់ផ្ដើមអីលេងនៅឡើយទេបាទអញ្ចឹងទៅនិយាយទៅទាត់ទៅចាំមានភ្ញៀវអីទៅច្រើនហើយខ្ទង់ម៉ោងទីទៀតហ្នឹងបាទបានមានឃើញមានក្រុមឆាយ៉ាំបាទក្រុមរបាំអប្សរាអីផ្សេងបាទគាត់មកលេងជាបន្តបន្ទាប់ចឹងបាទហើយភ្ញៀវក៏គាត់អញ្ជើញមកហោហែជាតាមនឹងដែរបងប្អូនហើយហ្នឹងហើយបងប្អូនឃើញហើយបាទតូបគេតាំងលក់បាទជាផលិតផលខ្មែរសុទ្ធសាធបាទហើយបាទខ្ញុំទៅហ្នឹងគឺទៅ early បាទខ្ញុំបង្ហាញហ្នឹងហើយបងប្អូនហើយនេះបាទគេមានតាំងផ្នែកជាផលិតផលហើយតាំងផ្នែកជាម្ហូបគេដាក់បែបផ្សេងគ្នាបងប្អូនបាទហ្នឹងហើយនិយាយទៅខ្ញុំដើរនេះគឺជាផ្នែកខាងផលិតផលបាទហើយគាត់បង្ហាញហ្នឹងគឺជាក្រដាសសម្រាប់និយាយថាយើងមើលពីកម្មវិធីសម្រាប់សិក្សាបាទកូនក្មេងបាទពីកម្មាមត្តេយ្យអីអញ្ចឹងណាបាទនិយាយទៅកូនបងប្អូនមានកូនចៅអីបាទចូលរៀនអីនឹងឲ្យតាក់ទងតាមសាលាគាត់ហ្នឹងទៅបាទហើយកូនខ្ញុំនៅទូចណាស់បងប្អូនហើយអត់តបានចូលទេបាទនិយាយទៅប៉ុន្តែគាត់ត្រៀមលក្ខណៈដែរបាទនិយាយទៅ2 3ឆ្នាំអីទៀតនឹងអាចយើងឈានដល់បាទ pre គេហៅថា pre kindergarten អីចឹងណាបាទប៉ុន្តែអត់តដឹងច្បាស់ថាយ៉ាងម៉េចទេហ្នឹងហើយនឹងសាលាណាសាលាណីទេបងប្អូនហ្នឹងហើយអត់តហ៊ានគិតទេនៅយូរដែរបាទហើយនឹងខ្ញុំជម្រាបបាទវាមាន2ផ្នែកបាទសម្រាប់ផ្នែកផលិតផលហើយនិងផ្នែកខាងម្ហូបអាហារនៅខាងនោះបងប្អូនហ្នឹងហើយប៉ុន្តែពួកយើងបាទដើរតាមពីមុខហ្នឹងគឺយើងដើរដល់កន្លែងផលិតផលមុនបាទផលិតផលហើយកន្លែងនេះគឺឆាកបងប្អូនសម្រាប់ដូចថាបាទក្រុមឆាយ៉ាំក្រុមរបាំបាទក្រុមអីផ្សេងបាទវិធីកអីហ្នឹងបាទគេនៅលើឆាកហ្នឹងបងប្អូនហើយនេះជាផលិតផលទាំងអស់បាទមានផលិតផលជាលក្ខណៈហូលបាទមានជាផលិតផលជាលក្ខណៈម្ហូបអាហារបាទជាបាទរបស់គ្រាមផ្សេងបាទសាប៊ូនិយាយទៅមានហូហែអញ្ចឹងបងប្អូនបាទជាផលិតផលខ្មែរយើងហើយនឹងឲ្យសំបីតែជាលក្ខណៈណែមបាទមានណែមគ្រប់ប្រភេទបងប្អូនហ្នឹងឯងនៅខេត្តកាចេះយើងបាត់ដំបងអីក៏មានដែរបងប្អូនបាទគ្រប់និយាយទៅគឺមានគ្រប់បងប្អូនហ្នឹងឯងរបស់វិកខ្ចប់អីក៏មានដែរហើយជាលក្ខណៈសម្លៀកបំពាក់កម្មាបាទកាបូបបាទជាស្នាដៃខ្មែរយើងសុទ្ធសាធបងប្អូនហើយនឹងឲ្យសំបីតែគ្រឿងអលង្ការមួយចំនួនដែលគាត់តាំងលក់ហ្នឹងក៏ជាផលិតផលឬក៏ជា raw material ដែលធ្វើនៅស្រុកខ្មែរយើងដែរបាទហើយហ្នឹងហើយបងប្អូនខ្ញុំចូលមកបាទនៅតាមផ្លូវហ្នឹងគឺគេលក់ហោហែផលិតផលបងប្អូនហ្នឹងហើយបន្តិចទៀតពួកយើងបាទដើរទៅខាងផ្នែកម្ហូបអាហារម្ដងបងប្អូនហើយគេមាន cafeteria បើគេហៅdining សម្រាប់យើងអង្គុយបងប្អូនអញ្ចឹងទៅយើងអាចទិញម្ហូបអាហារហើយយើងអង្គុយញ៉ាំបាទមិនពិបាកទេបាទហើយមកដល់កន្លែងហ្នឹងឃើញមានគេដាក់តាំងបាទជាលក្ខណៈតុក្កតាបងប្អូនហើយនិយាយទៅប្រពន្ធខ្ញុំគាត់ស្រឡាញ់បាទតុក្កតាតាំងពីទូចមកបងប្អូននិយាយទៅហើយសូម្បីតែដល់ចំណាស់នឹងហើយក៏គាត់នឹងស្រឡាញ់ដែរបាទហើយនិយាយទៅការនិយាយទៅប្រវត្តិបកក្រោយតិចបងប្អូនបាទខ្ញុំបានគាត់នឹងគឺគាត់កតុបគាត់នឹងគឺសិតតែតុក្កតាបងប្អូនហ្នឹងហើយដូចកូនក្មេងអញ្ចឹងហ្នឹងហើយហ្នឹងហើយឥឡូវហ្នឹងគាត់ទិញតុក្កតាបាទសម្រាប់កូនខ្ញុំទេបាទគាត់រើសយកកូនប្រុសបងប្អូនអញ្ចឹងទៅបាទទៅគាត់ដាក់បញ្យូអីនៅតាមកាបូបអីអញ្ចឹងណាបាទហើយហ្នឹងឯងគាត់ស្រឡាញ់ណាបងប្អូនតុក្កតាហ្នឹងហើយឥឡូវទិញបានហើយបងប្អូននេះអូខេបាទហើយហ្នឹងឯងឥឡូវហ្នឹងយើងហ្នឹងឯងផែបន្តដំណើរបាទជាមួយកូនខ្ញុំហ្នឹងបាទទៅរកកន្លែងដើម្បីសម្រាកបាទ
យើងនឹងឲ្យចាំមើលបន្តទៀតបងប្អូនយើងមានទៅទិញម្ហូបអាហារអីផ្សេងអញ្ចឹងណាបងប្អូនហ្នឹងហើយអូខេហើយដោយសារតែគេមានចាក់ភ្លេងបងប្អូនអញ្ចឹងទៅបាទខ្ញុំខ្លាចជាប់ copyright បាទហើយហ្នឹងហើយបែកខាងនេះគឺគេលក់សិតជាម្ហូបអាហារបងប្អូនហ្នឹងហើយបាទមានគ្រប់សពបងប្អូនហ្នឹងហើយកន្លែងនេះប៉ាតេបងប្អូនបាទគេលក់នំប៉័ងប៉ាតេហើយគេឲ្យយើងនិយាយទៅយើងអាចភ្លក់បានមួយស្រឡាញ់បងប្អូនបាទយើងពេញចិត្តបាទភ្លក់បែបណាអីបាទគាត់ឲ្យនិយាយទៅបើកសេរីឲ្យយើងបាទភ្លក់បងប្អូនហ្នឹងហើយនិយាយទៅបាទបងប្អូនខ្មែរយើងគាត់បាទមានសន្តានចិត្តគេហៅបាទគេហៅថារាក់ទាក់បងប្អូនបាទហ្នឹងហើយ friendly មែនតើបាទខ្ញុំស្រឡាញ់ណាបងប្អូនបាទជនជាតិយើងហើយបាទគាត់ដូចថាมันជានេះទេបងប្អូនបាទហើយយើងចង់ហូបអីក៏ហូបទៅបាទគេមានឲ្យយើងភ្លក់បាទគាត់អត់ប្រកែប្រកាន់អីទេបាទហើយហ្នឹងគេលក់ផលិតផលជាហូបហែចាំបងប្អូនបាទហើយហ្នឹងហើយទីទៀតហ្នឹងគេមានរៀបចំម្ហូបអាហារថែមទៀតបងប្អូនតែនិយាយទៅគឺតូបខ្លះគាត់អត់ទាន់បានចាប់ផ្ដើមយកមកលក់ទេបងប្អូនហ្នឹងហើយទីទៀតបងប្អូនឃើញហើយបាទគាត់ចាប់ផ្ដើមរៀបហូបហែហើយកន្លែងនេះគាត់រៀបជាម្ហូបជាលក្ខណៈជប៉ុនបងប្អូនបាទបងប្អូនដែលធ្លាប់ទៅបាទលេងជប៉ុនទៅតូក្យូទៅអីធ្លាប់ឃើញបងប្អូនបាទគេមានធ្វើជាលក្ខណៈនំគ្រក់ជប៉ុនយើងណាបាទខ្ញុំឃើញតាម YouTube ទេបងប្អូនបាទខ្ញុំមកសាមើលដែរនៅប្រទេសជប៉ុនគេមានលក់តាមផ្លូវណាបាទជាលក្ខណៈនំគ្រក់បងប្អូនបាទហើយនឹងបងប្អូនឃើញនេះបាទគេមានការទិញគេមានថែមថយអីថា promotion អីគេចឹងគេប្រាប់យើងចឹងណាបាទយើងទិញគ្រប់ចំនួនគេបាទគេថែម free អី drink អីចឹងណាខ្ញុំមិនសូវជាចាប់អារម្មណ៍ទេបងប្អូននិយាយទៅខ្ញុំមិនចាប់អារម្មណ៍រឿង free អីហ្មងទេហ្នឹងឯងសំខាន់តែរបស់ហ្នឹងខ្ញុំឆ្ងាញ់ខ្ញុំចូលចិត្តខ្ញុំទិញហើយបងប្អូនបាទហើយនេះជានំកងខ្មែរយើងបាទហើយនិយាយទៅមានគ្រប់សពបងប្អូនបាទលក្ខណៈខ្មែរយើងក៏មានបាទហើយទឹកអំពៅបាទគាត់លក់ហើយហ្នឹងហើយបងប្អូនមានគ្រប់សពចឹងដូចខ្ញុំមកជម្រាបចឹងហើយឈ្មោះគាត់នេះបងប្អូនបាទសម្រស់ខ្មែរបាទលក់នំខ្មែរបាទហើយបងប្អូនចង់កំងអីមានលេខទូរស័ព្ទចឹងណាហើយកន្លែងគាត់នេះបាទគាត់មានគេហៅភេសជ្ជៈ drink បាទជាប្រភេទនិយាយទៅ green tea ពួក matcha អីហ្នឹងបាទនិយាយទៅប្រភេទជប៉ុនបាទគាត់ផ្ដោតទៅលើ matcha ច្រើនជាងបងប្អូននេះបាទនិយាយទៅ matcha របស់ជប៉ុនគឺមានបាទគុណភាពខ្ពស់បងប្អូនហ្នឹងហើយចឹងទៅគាត់ឲ្យយើងភ្លក់ដើម្បីឲ្យយើងសាកចឹងបើសិនជាយើងចង់ត្រូវការបាទយើងកំងគាត់ចឹងទៅហ្នឹងហើយនិយាយទៅស្រួលណាបងប្អូនបាទបើសិនជាបងប្អូនដើរតែមួយជុំនឹងបងប្អូនភ្លក់គឺឆ្អែតដែរបងប្អូននិយាយការពិតភ្លក់គ្រប់តូបចឹងណាតែពួកយើងពេលខ្លះតើយើងមើលទៅយើងចង់ទិញគាត់ដែរបើយើងភ្លក់ចឹងណាបងប្អូនបាទហើយហ្នឹងឥឡូវហ្នឹងយើងចាប់អារម្មណ៍ហើយក៏បាទសុំទិញមក order ចឹងណាបាទដូចជាមាន6បងប្អូន6នំគ្រក់ហើយគេមានដាក់ឲ្យយើងរសជាតិផ្សេងចឹងទៅបាទហើយហ្នឹងហើយបងប្អូនសម្រាប់បាទម្ហូបអាហារបាទមានគ្រប់សពសម្រាប់យើងទៅលេងហ្នឹងគឺมันខ្វះទេបងប្អូនហ្នឹងហើយនឹងយើងនិយាយថាការតាំងម្ហូបអាហារដែលនៅជាន់លើសម្រាប់គេធ្វើជាលក្ខណៈកម្មវិធីនឹងទេបាទហើយបើទៅនិយាយទៅបើនៅទូទាំងម៉លទាំងមូលហ្នឹងគឺច្រើនរាប់មិនអស់ទេហ្នឹងហើយអាហ្នឹងនៅជាន់ក្រោមទៀតប៉ុន្តែពួកយើងនេះគឺឡើងមកជាន់លើបាទគឺជាន់ដែលមានកម្មវិធីបងប្អូនហ្នឹងហើយគេមានរៀបជាស្តង់នឹងចំនួន60បាទហើយខ្ញុំចាប់អារម្មណ៍ជាងគេបងប្អូនបាទគឺបងប្អូនឃើញហើយបាទចំនួនពួកខ្ញុំគឺគេហៅថាការ៉េមដោតឈើណាបងប្អូនបាទនិយាយទៅក្មេងចំនួនក្រោយគឺមិនសូវជាបាទស្គាល់ការ៉េមនឹងជាប្រភេទស្អីឬក៏រសជាតិយ៉ាងម៉េចទេបាទនិយាយទៅមិនថាមិនមានលក់ទេបងប្អូនមានតែកម្របាទភាគតិចណាតាមកន្លែងមួយមិនសូវជាមានទេឥឡូវបាទហើយក្មេងសម័យក្រោយក៏គាត់មិនសូវជាស្គាល់ដែរហើយសម្រាប់ខ្ញុំបាទនិយាយទៅគាត់ថាឃើញពីអ្នកម៉ាក់ប្រពន្ធខ្ញុំហ្នឹងគឺឃើញពេញចិត្តមកបងប្អូនបាទនឹកដូចថាយើងចេះតែនឹកឃើញរសជាតិសម័យដែលយើងនៅពីក្មេងអញ្ចឹងណាដូចថាធ្លាប់ញ៉ាំរសជាតិនឹងបាទមានសណ្ដែកបាទមានត្រាវបាទមានរសជាតិដូងមានរសជាតិអីដែលយើងពីក្មេងណាហើយគាត់បាទចូលចិត្តសណ្ដែកបាទនឹងដូចសណ្ដែកលេខដូងមិនទេបាទហើយខ្ញុំយកគេហៅប្រភេទត្រាវបងប្អូនបាទខ្ញុំ taro បាទខ្ញុំញ៉ាំ taro ស្អីគាត់ដូច coconut ជាមួយនឹងហ្នឹងហើយbean អីទេហ្នឹងហើយអញ្ចឹងទៅខ្ញុំនឹងញ៉ាំទៅគឺថានឹកឃើញអនុស្សាវរីយ៍យើងពីក្មេងហើយគាត់កំងនំគ្រក់មិញហ្នឹងបាទអញ្ចឹងទៅគាត់ភ្លក់បងប្អូនគាត់ថាឆ្ងាញ់ហើយនំគ្រក់និយាយទៅគាត់ធ្វើជាលក្ខណៈអត់មានប្រើជាទឹកត្រីផ្អែមទឹកអីដូចជាប្រភេទនំគ្រក់យើងទេបងប្អូនប្រភេទជប៉ុនគឺគាត់មាននិយាយទៅរសជាតិគីលាយមានស្នូលមានអីទៀតណាបងប្អូនបាទ
ឆ្ងាញ់បងប្អូននិយាយទៅបងប្អូនធ្លាប់សាកដឹងហើយបាទគេប្រើគេមាន snow បងប្អូនជា snow សាច់ snow ក្នុងនៅខាងក្នុងទៀតណាបាទខ្ញុំឆ្លក់ទៅដូចជារសជាតិ snow ហ្នឹងជាលក្ខណៈមិនមែនសាច់ជ្រូកស្អីទេគឺសាច់គ្រឿងសមុទ្របងប្អូនបាទដូចជាមឹកមិនដឹងបកីអីមិនដឹងទេបាទហ្នឹងហើយអញ្ចឹងទៅហ្នឹងហើយហើយពាក្យច្រើនពូនខ្ញុំគាត់ចូលចិត្តគាត់ញ៉ាំសឹងអស់ហើយខ្ញុំញ៉ាំបានមកគ្រាប់ដែរហើយនំប៉័ងបាទសូមជម្រាបនំប៉័ងបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយហ្នឹងហើយហើយខ្ញុំនិយាយទៅចូលចិត្តទៅនំបញ្ចុកស្លខ្មែរទេបងប្អូនហ្នឹងហើយឥឡូវហ្នឹងបាទខ្ញុំភ្លក់ហើយបងប្អូនឃើញស្រាប់ហើយបាទនំប៉័ងគាត់និយាយទៅសាច់គឺធ្វើនៅក្នុងស្រុកយើងបាទសហគ្រាសរោងចក្រស្រុកយើងបាទហើយហ្នឹងហើយខ្ញុំនិយាយទៅខ្ញុំទិញគាត់ច្រើនណាបងប្អូនបាទតែខ្ញុំមិនបានថតឲ្យបងប្អូនបាទខ្ញុំទិញយកមកផ្ទះណាបាទខ្ញុំទិញបានច្រើនណាស់និយាយច្រើនមែនតើបាទខ្ញុំទិញយកមកចែកបងប្អូនអីនៅផ្ទះបាទហើយហ្នឹងហើយដោយសារញ៉ាំទៅវាមានរសជាតិបងប្អូនហើយកូនខ្ញុំគេងហើយបងប្អូនអើយឲ្យតែនិយាយទៅឲ្យតែបានមកចូលកន្លែងត្រជាក់គេងហើយតែបើថាកន្លែងក្តៅគាត់អត់ចេះនៅទេហ្នឹងហើយកន្លែងគេត្រជាក់ណាបងប្អូនបាទគេមានម៉ាស៊ីនត្រជាក់បើកជាប្រចាំអញ្ចឹងទៅបាទហើយហ្នឹងហើយគាត់ភ្លក់នំប៉័ងគាត់ហ្នឹងគាត់ស្លាប់បាទថាគាត់ចូលចិត្តណាបងប្អូនមានរសជាតិហ្នឹងគាត់ចូលចិត្តមែនតើបាទតាំងពីនិយាយទៅតាំងពីការលាយគ្រឿងបៀកសាច់ហើយនឹងសាច់ប៉ាតេគេសាច់អីគេហ្នឹងប្រមាណប្រភេទនៅក្នុងនោះគឺឆ្ងាញ់ហ្មងបងប្អូនបាទហ្នឹងអញ្ចឹងទៅហ្នឹងហើយគាត់ភ្លក់នំបញ្ចុកទេតែនិយាយទៅមួយចានខ្ញុំអ្នកញ៉ាំឯងបងប្អូនគាត់គាត់តែភ្លក់ទេហ្នឹងហើយគាត់ក៏ពេញចិត្តនំបញ្ចុកនិយាយទៅខ្ញុំទិញនំបញ្ចុកយកមកផ្ទះដែរហ្នឹងហើយមួយចំនួននិយាយទៅគឺគាត់សូមអរគុណបាទដល់ម្ចាស់ឧបត្ថម្ភហ្នឹងហើយគាត់ឧបត្ថម្ភខ្ញុំដែរបាទតាំងពីនំប៉័ងអីហ្នឹងបាទប៉ាតេខ្ញុំទៅទិញហ្នឹងគឺគាត់និយាយទៅគាត់ឧបត្ថម្ភទេបងប្អូនហ្នឹងហើយនឹងទិញគាត់តិចតួចទេគាត់ឧបត្ថម្ភខ្ញុំច្រើនមែនតើបាទនឹងសូមអរគុណម្ចាស់ឧបត្ថម្ភហ្នឹងហើយហ្នឹងហើយឃើញគាត់ញ៉ាំតិចតួចទេនំបញ្ចុកហ្នឹងដោយសារទុកឲ្យខ្ញុំញ៉ាំដោយសារដឹងខ្ញុំចូលចិត្តហើយគាត់និយាយទៅនំប៉័ងគាត់ចូលចិត្តជាងខ្ញុំបាទហើយហ្នឹងហើយបងប្អូនសម្រាប់ម្ហូបអាហារពួកយើងបាទនិយាយទៅឲ្យតែដើរទៅដល់ឯណាឃើញម្ហូបខ្មែរគឺដឹងតែចូលចិត្តហើយបងប្អូនហើយឥឡូវនេះបាទឥឡូវចាប់ផ្ដើមកម្មវិធីគេមានឆាយ៉ាំបាទនិយាយទៅក្រុមឆាយ៉ាំហ្នឹងគឺគាត់មុននឹងគាត់ឡើងមកលើឆាកគឺគាត់ចុះទៅខាងក្រោមសិនបងប្អូនបាទជាន់ទីនិយាយទៅចុះទៅជាន់ក្រោមមកតង់ហ្នឹងដើម្បីបាទដូចថាធ្វើភ្លេងដើម្បីឲ្យដឹងថាចាប់ផ្ដើមកម្មវិធីអញ្ចឹងណាបាទនេះបងប្អូននៅខាងក្រោមហើយហ្នឹងហើយខ្ញុំជួយនៅពីលើខ្ញុំខ្ជិលចុះទៅខាងក្រោមបងប្អូននឹងអីហើយនឹងទីទៀតហ្នឹងគុំគាត់ឡើងមកលើទេអញ្ចឹងទៅបាទខ្ញុំថាបាទអត់នេះខ្ជិលចុះទៅក្រោមហ្នឹងបងប្អូនអញ្ចឹងទៅគាត់ឡើងមកលើដើម្បីសម្ដែងនៅលើឆាកឲ្យបាទពួកយើងនៅជាន់លើហ្នឹងដើម្បីបានទស្សនាជាហោហាអញ្ចឹងណាបាទហើយហ្នឹងហើយបងប្អូននិយាយទៅកម្មវិធីគេមានឆាយ៉ាំផងបាទមានរបាំអប្សរាផងហ្នឹងហើយស្អាតបងប្អូនអើយបាទនិយាយទៅគឺពួកគាត់សិតតអ្នកដែលបាទឆ្លងកាត់បាទការវឹកហាត់បាទតាមនៅសាលាវិចិត្រសិល្បៈអីត្រឹមត្រូវបងប្អូននិយាយទៅគឺគាត់មានជំនាញច្បាស់លាស់ណាស់បងប្អូនហើយហ្នឹងហើយមើលទៅតាក់ភ្នែកបាទតាក់អារម្មណ៍មែនតើបងប្អូនហើយហ្នឹងហើយយើងក៏ដូចថាយើងខានស្ដាប់យើងខានដូចថានិយាយទៅការពិតគឺដូចខ្ញុំអីក៏ដោយបងប្អូនគឺមិនដែលបានស្ដាប់ផ្ទាល់នឹងតិចបាទឃើញនឹងភ្នែកផ្ទាល់បាទនៅពួកគាត់លេងទេហ្នឹងហើយឃើញតែតាមទូរទស្សន៍តាមអីទេហ្នឹងហើយដូចថាចឹងទៅខ្ញុំនឹងមើលទៅដូចថាដិតអារម្មណ៍ដែរនិយាយទៅណាបងប្អូនដូចប្លែកភ្នែកបាទហើយក៏យើងខានស្ដាប់យូរអីអញ្ចឹងណាយើងកាលខ្ញុំនៅពីក្មេងខ្ញុំចូលចិត្តណាស់បងប្អូនហ្នឹងហើយនឹងមើលតាមទូរទស្សន៍ជំនាន់មុនណាបាទហើយដល់ពេលយើងឥឡូវនេះយើងបានឃើញផ្ទាល់ហើយយើងក៏ខានឃើញគាត់សំដែងនឹងក៏យូរឆ្នាំដែរហ្នឹងហើយអញ្ចឹងទៅបាទក៏គឺថាវាប្លែកអារម្មណ៍ប្លែកភ្នែកដែរបងប្អូនហ្នឹងហើយបាទសម្រាប់បាទបងប្អូនដែលគាត់នៅស្រុកខ្មែរគាត់ជាប់ដើរទៅកម្មវិធីផ្សេងគាត់បានទស្សនាហើយតែសម្រាប់ពួកខ្ញុំអីបាទដែលមិនសូវបានមកស្រុកខ្មែរអញ្ចឹងទៅបានឃើញគឺថាមានអារម្មណ៍មួយប្លែកដែរបាទអញ្ចឹងទៅបាទយើងហើយម្យ៉ាងទៀតក៏ជាវប្បធម៌បាទអរិយធម៌របស់ខ្មែរយើងបាទយូរលុកមកហើយបងប្អូនបាទរបាំឆាយ៉ាំនេះបាទអញ្ចឹងទៅបាទយើងគួរតែហ្នឹងហើយគ្រប់គ្រងបាទក៏ដូចជាជួយបាទដើម្បីឲ្យថែរក្សាឲ្យបានគង់វង្សបាទដល់កូនចៅជំនាន់ក្រោយតទៅទៀតបងប្អូនហ្នឹងហើយអញ្ចឹងទៅបានជាខ្ញុំបាទខំប្រឹងបាទផលិតនៅ
បាទទស្សនភាពបាទនៃការសម្ដែងរបស់គាត់បាទទោះបីជាមិនបានវែងក្តីក៏បានខ្លះបាទទុកជាការមួយជាអនុស្សាវរីយ៍បាទហើយក៏ដូចជាការបង្ហាញដល់កូនក្មួយជំនាន់ក្រោយឲ្យគាត់បានឃើញផងដែរបាទហ្នឹងហើយបងប្អូនកម្មវិធីមានបន្តហ្នឹងហើយអញ្ចឹងទៅបាទហើយខ្ញុំក៏នឹងចប់ពី1ដល់1បាទបន្ទាប់ពីទស្សនាគាត់ហើយបាទខ្ញុំក៏នឹងដើរមើលបាទនៅតាមម៉ូតូទៀតអញ្ចឹងទៅណាបាទហើយហ្នឹងហើយបងប្អូនឃើញហើយបាទតូបកន្លែងនំគ្រក់មិញហ្នឹងគាត់ចាប់ផ្ដើមចាក់ជាបន្តឲ្យតែមានភ្ញៀវបាទគាត់ចាប់ផ្ដើមទិញគាត់ធ្វើចាក់ថ្មីឲ្យភ្ញៀវទៀតអញ្ចឹងណាបងប្អូនបាទហ្នឹងហើយស្មើនេះហើយគឺមានភ្ញៀវគាត់មកជាបន្តហើយហ្នឹងហើយបងប្អូនហើយហ្នឹងហើយគាត់និយាយទៅគឺមហូបគាត់ថែរក្សាបាទឲ្យបានក្តៅជាប្រចាំអញ្ចឹងណាបាទហើយតូបនេះបាទគឺគាត់លក់នំបញ្ចុកបងប្អូនបាទនិយាយទៅខ្ញុំចុះចិត្តបាទដោយសារខ្ញុំនឹងឲ្យញ៉ាំនំបញ្ចុកមួយចានមិញខ្ញុំពេញចិត្តចឹងទៅបាទខ្ញុំឲ្យគាត់ចាប់ឲ្យខ្ញុំបានយក3ចានយកមកផ្ទះទៀតចឹងណាបងប្អូនបាទអញ្ចឹងទៅនឹងហើយក៏សូមអរគុណបាទហើយក៏មានខ្លះគាត់មានឧបត្ថម្ភខ្លះដែរចឹងណាបងប្អូនបាទហើយហ្នឹងហើយបងប្អូនឃើញឈ្មោះគាត់គេហៅថាឈ្មោះនីលបងប្អូនបាទនីលខ្មែរបាទខ្មែរនីលអីទេចាំមើលទៀតខ្ញុំបង្ហាញ page របស់គាត់បើពុកម៉ែបងប្អូនបាទចាប់អារម្មណ៍អាចcomment order ទៅតាម page គាត់បានបងប្អូនបាទហើយបាទទៀតហ្នឹងខ្ញុំបង្ហាញឲ្យបងប្អូនបាទនៅ page Facebook គាត់បាទសម្រាប់យើងចង់ order ចង់អីចឹងណាបាទហើយខ្ញុំ recommend បងប្អូនបាទ100 លើ 100 បងប្អូនបាទនៅរសជាតិគាត់មាន3ប្រភេទបងប្អូនមានស្លខ្មែរស្លការីហើយនិងស្លណាំយ៉ាបាទអញ្ចឹងទៅពុកម៉ែបងប្អូនបាទពេញចិត្តរសជាតិមួយណាហ្នឹងយើងបាទកំងគាត់តាមនោះទៅនេះបងប្អូនបាទគាត់ដាក់ថា Nil បាទនិយាយគាត់បើក page ទូរស័ព្ទគាត់ឲ្យខ្ញុំមើលបដ ாய் ហើយតោកជាប់ហ្នឹងបាទក៏គាត់នេះដែរបងប្អូនបាទគាត់លក់នំប៉័ងប៉ាតេនិយាយទៅគាត់លក់ជាប្រចាំគឺគាត់កំងយើងចង់អាចកំងគាត់បានបាទជាប៉ាតេបងប្អូនបាទនឹងឲ្យចាំស្ដាប់គាត់រាយរាប់តាមនោះគឺខ្ញុំយកពីសាច់ពីឈូសមករទ្ធីមកបើសាច់ស្រស់ហ៎បងបាទអរគុណបងញ៉ាំទៅគឺមានទំនុកចិត្តគឺមានប៉ះពាល់សុខភាពអីទេបងស្រុកគាត់ជ្រួទាំងអស់គ្នាបងប្អូនបាទអរគុណច្រើនបងបាទគាត់ធ្វើល្អហើយបាទកំងគាត់ដែរណាបងភ្លក់សិនណាបងបាទគាត់ល្អមែនតើបាទនេះជួយគ្រប់គ្រងគាត់ផងបាទនេះបងណាបាទតែបាញ់ទូចពេកខ្ញុំចង់ឲ្យមើលថាចាតាជាគឺតាជាសុតអត់លាយស្បែកជ្រូកទេហើយប្រើជាមួយតាជាហើយនឹងសាច់ជ្រូកបាទសនេះគឺអាសាច់ស្រួយហ៎បងចាបងដាក់មួយទៀតបងបាទអត់អីអរគុណច្រើនចឹងចាអរគុណហ្នឹងហើយបាទនេះអត់លក់អានេះឆ្ងាញ់ហើយនោះស្រួយមានតាជាជ្រូកអីទៀតជួគាត់ថាគាត់អត់ប្រើស្បែកជ្រូកទេគាត់តាជាសុតហ្នឹងឯងចឹងទៅរសជាតិឆ្ងាញ់អូយកូនទៀតទៅឲ្យផលិតផលខ្មែរចាបងអូយនេះស្អាតណាស់ស្អីគេនេះទៀនក្អមបងទៀនក្អមហ៎ចាអូទៀនក្អមពីផាត់ពណ៌ของខ្មែរវ៉ាវខ្មែរយួនទៅក្រោយនោះគាត់មានទេអូខេអត់ខ្មែរទាំងអស់ដែរចាបងអានេះតាមបងពីសាច់ឈើវ៉ាវស្អាតណាស់ទូមិនដែរអាវលើស្រី$18 18ប្រុសហ្មងប្រុស20អូអានធ្វើពីស្លឹកឈើណាចាដាំពណ៌ពីស្លឹកឈើបងអូវ៉ាវអូខេបាទអរគុណច្រើនណាស់កម្មាស្អាតណាស់អូខេបាទអរគុណខ្ញុំថតទៀតបាទហ្នឹងហើយពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវនេះខ្ញុំមកដល់តូបមួយទៀតបងប្អូនបាទដែលគេលក់សិតតែជាម្ហូបបាទមុនហ្នឹងគាត់អត់តន់រៀបទេឥឡូវហ្នឹងគាត់ចាប់ផ្ដើមរៀបបាទហើយហ្នឹងហើយមានម្ហូបនិយាយទៅលក្ខណៈជាម្ហូបមានបាញ់ស្រុងបាទមាន spring roll មានអីផ្សេងអញ្ចឹងបងប្អូនបាទត្រីចៀនបងប្អូនឃើញហើយបាទសិតតែជាម្ហូបខ្មែរយើងហើយឆ្ងាញ់ណាបងប្អូននិយាយទៅសិតតែម្ហូបដែលយើងនិយាយទៅញ៉ាំជាអាហារសម្រន់ក៏បានញ៉ាំជាអាហារនេះក៏បានបងប្អូនបាទវាថាមានត្រីចៀនមានអីបាទមានបាយមានអីដែរណាបាទនិយាយទៅនឹងក៏លក់គ្រប់សពបងប្អូនឃើញហើយបាទនិយាយទៅគឺត្រីចៀនជាមួយជ្រក់បាទពីមានជួយដល់សក់មានអីគឺទៅតំណងមែនតែនណាបងប្អូនបាទហើយម៉ាំបាទម៉ាំលហុងអីគឺមើលទៅតំណងមែនតែនបាទខ្ញុំនិយាយទៅសក់ទឹកមាត់ដែរហ្នឹងបាទសំខាន់ផុតជ្រៃចៀនគាត់តែបងប្អូនហើយជាមួយនឹងម៉ាំលហុងជាមួយនឹងត្រូវហ្មងបាទហើយជក់ម្ទេសជក់ខ្ទឹមគាត់អីហ្នឹងគឺមកកំ pl េបងប្អូនហើយបាទ
បាទនេះបអក្រឹមបអអីបើបងប្អូនមើលឃើញបាទសិតតែជាម្ហូបខ្មែរយើងដែលមើលទៅគួរឲ្យលាបទឹកមាត់ហ្មងណាបងប្អូនបាទខ្ញុំថតនឹងខ្ញុំឃ្លានដែរនឹងហើយឥឡូវនេះបាទដល់វគ្គគេហៅថារបាំអប្សរាបងប្អូនហើយនឹងឲ្យពួកគាត់ចាប់ផ្ដើមសម្ដែងហើយឥឡូវហ្នឹងឃើញហើយបងប្អូនមានបាទខាងរបាំហ្នឹងបាទគាត់រាំបានស្អាតណាស់បងប្អូនហើយនឹងឲ្យខ្ញុំនិយាយទៅខ្ញុំឈរឡើងផ្លឹកបងប្អូនបាទហើយពេលខ្លះខ្ញុំអត់បានថតផ្ដិតយកទាំងអស់ទេដោយសារខ្ញុំអត់ចង់ឲ្យវីដេអូវែងពេកចឹងទៅខ្ញុំនិយាយទៅខ្ញុំបិទកាមេរ៉ាហើយខ្ញុំឈរមើលតែម្នាក់ឯងអត់ចុកជើងទេបងប្អូនខ្ញុំអត់អង្គុយទៀតហ្នឹងហើយហើយខ្ញុំឈរឆ្ងាយណាបងប្អូនមិនមែនឈរចិត្តទេណាបាទមូលហេតុអីបាទខ្ញុំអត់ចង់ឈរចិត្តដោយសារមានពួកបងប្អូនយើងបាទគាត់កាន់កាមេរ៉ាគាត់ថតដែរចឹងទៅខ្ញុំអត់ហ៊ានថតឈរពីមុខគាត់ទេបាទខ្ញុំរក្សាបាទកុំឲ្យយើងទៅឈរបាំងគាត់ខាងអីចឹងវាអត់សមរម្យអញ្ចឹងណាបងប្អូនខ្ញុំសុខចិត្តឈរឲ្យឆ្ងាយហើយខ្ញុំ zoom ទេបងប្អូនហើយកុំឲ្យកុំគិតថាខ្ញុំឈរចិត្តខ្ញុំឈរឆ្ងាយមែនទេបាទឈរប្រហែលជា50ម៉ែត្រទេនោះបាទឆ្ងាយមែនទេហើយចឹងទៅខ្ញុំពិបាកកាន់ដែរណាបងប្អូនបាទកាលណាយើងថតឆ្ងាយពេកទៅវាវាអត់ទៅស្អាតដូចយើងថតចិត្តទេប៉ុន្តែយើងរក្សាបាទទុកឲ្យពួកគាត់ថតនៅខាងមុខច្រើនបាទហើយហ្នឹងហើយបងប្អូនឃើញហើយបាទខ្ញុំចូលមើលបានឡើងផ្លឹកបងប្អូនហើយនិយាយទៅគឺគាត់រាំបានស្អាតណាស់ហើយបាទហ្នឹងហើយបងប្អូនឃើញស្រាប់ហើយហ្នឹងហើយមិនចាំបាច់ខ្ញុំជម្រាបទេបាទឃើញហើយបាទនៅការហ្វឹកហាត់របស់ពួកគាត់បាទនិយាយទៅបាទគ្មានចំនួនក្រោយមិនអន់ទេបងប្អូនហើយបាទគាត់មានគ្រូបាទចំនួនមុនគាត់ហ្វឹកហាត់បានល្អបងប្អូនហ្នឹងហើយយ៉ាងហ្នឹងបាទយើងគួរតែបាទថែរក្សាបាទនៅបាទវប្បធម៌ខ្មែរយើងបាទឲ្យបានគង់វង្សបាទកុំឲ្យបាត់បង់សោះបងប្អូនជាពិសេសបាទក្មេងជំនាន់ក្រោយខ្ញុំសប្បាយចិត្តណាស់បងប្អូនបាទឃើញគាត់សិតតែក្មេងជំនាន់ក្រោយហើយគាត់បាទខំប្រឹងវឹកហាត់បាទក៏ដូចជាថែរក្សាបាទនៅវប្បធម៌បាទដ៏ពោផង់របស់ខ្មែរយើងបាទខ្ញុំនិយាយទៅគឺរំភើបចិត្តណាបងប្អូនបាទពេលខ្លះខ្ញុំកាន់កាមេរ៉ាលេងចង់ជាប់បងប្អូនបាទសុខចិត្តបាទសុខចិត្តខ្ញុំឈរមើលម្ដងបងប្អូននឹងប៉ុន្តែគាត់ថាខ្ញុំចង់ថតបាទចែករំលែកនឹងពុកម៉ែបងប្អូនឬក៏កូនក្មួយចំនួនក្រោយៗបាទដើម្បីឲ្យគាត់បានទស្សនាឲ្យគាត់យល់បាទឲ្យគាត់ស្រឡាញ់បាទឲ្យគាត់ជួយថែរក្សាបាទនៅវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងបាទហើយបងប្អូនឃើញទេបាទខ្ញុំពេលខ្លះខ្ញុំរំភើបចិត្តបងប្អូនបាទដោយសារឃើញពួកគាត់បាទសិតតែក្មេងចំនួនក្រោយហើយគាត់បាទមានបាទទេពកោសល្យបាទក៏ដោយការវឹកហាត់បាទឥតគេថាតែឥតខ្ចោះបងប្អូនបាទហើយហ្នឹងហើយបងប្អូនដូចបងប្អូនឃើញស្រាប់ហើយបាទសូម្បីតែកម្មវិធីឪពុករបស់ខ្ញុំបាទតែគាត់ធ្វើចការបញ្ជនក៏ខ្ញុំបានអញ្ជើញពួកគាត់បាទឲ្យមកសម្ដែងដែរបាទខ្ញុំអត់ចោលទេបាទនិយាយទៅខកខានស្អីបាទតែខកខានខាងវប្បធម៌ខ្មែរយើងរបាំអប្សរានេះមួយគឺខ្ញុំមិនឲ្យខកខានទេបាទនិយាយទៅខ្ញុំស្រឡាញ់ណាស់បងប្អូនហើយហ្នឹងហើយហ្នឹងបងប្អូនឃើញហើយបាទពួកគាត់សម្ដែងហើយបាទពួកយើងក៏គ្មានបាទបានថតគ្រប់ចង់ជ្រួយពេកទេបងប្អូនហ្នឹងហើយដោយសារតែមិនចង់ឲ្យវីដេអូវែងហើយខ្ញុំក៏មិនគ្មានពិបាកក្នុងការកាន់កាមេរ៉ាយូរពេកដែរបាទហើយហ្នឹងហើយខ្ញុំនឹងគាត់ថាបាទបង្ហាញចោះទេហ្នឹងហើយហ្នឹងសម្រាប់ពុកម៉ែបងប្អូនបាទបើសិនជាចាប់អារម្មណ៍បាទចង់ទស្សនារបាំបាទគេមានកម្មវិធីគេសម្ដែងនៅមហោស្រពផ្សេងបងប្អូនអាចហ្នឹងហើយធ្វើការសិក្សាពីហ្នឹងហើយប្រូក្រាមរបស់ពួកគាត់ទៅបាទហ្នឹងហើយបងប្អូនខ្ញុំហ្នឹងហើយឃើញពួកគាត់បាទខ្ញុំនិយាយថាមានការសប្បាយចិត្តក៏រំភើបចិត្តបាទគ្មានអីប្រៀបទេបងប្អូនហ្នឹងហើយហ្នឹងហើយបងប្អូនឥឡូវហ្នឹងបាទពួកគាត់ហ្នឹងក៏បាទសម្ដែងចប់ហើយហ្នឹងហើយខាងភីកហ្នឹងបាទគាត់ក៏បានប្រកាសដែរហ្នឹងហើយពួកគាត់ក៏បានហ្នឹងហើយអញ្ជើញបាទនិយាយទៅដោយសារតែខាងបាទតូបអីមិនដឹងទេបងប្អូនបាទម្ចាស់តូបម្ចាស់ហាងគេហ្នឹងបាទគេអញ្ជើញពួកគាត់មកដើម្បីបាទថតជាមួយឬក៏ដើម្បីអីទេបាទគេចង់និយាយថាលើករាសីកន្លែងគេចឹងណាបងប្អូនបាទអ្នករស់ស៊ីធម្មតាបងប្អូនបាទគេតែងតែគេចង់បានណាបងប្អូនបាទនៅបាទនិយាយទៅមិនថាកម្មវិធីអាពាហ៍ពិពាហ៍ឬក៏កម្មវិធីបុណ្យឬក៏កម្មវិធីអីទេបាទបានពួកគាត់មកនឹងវាជាលើករាសីពួកគាត់ណាបងប្អូនបាទនេះក៏ជាម្ចាស់ហាងម្ចាស់ brand របស់គេដែរបាទអូខេហ្នឹងហើយបងប្អូនបាទខ្ញុំគាត់ចង់បង្ហាញបាទនៅទស្សនវិជ្ជាខ្លះបាទនៅក្នុងយប់នឹងបងប្អូនបាទមានស្អីខ្លះចឹងណាបាទហើយគេមានលេងជាបន្តបងប្អូនហ្នឹងហើយនិយាយទៅមករយៈពេលនេះគឺកម្មវិធីមានច្រើនបងប្អូនបាទហ្នឹងហើយចឹងមកថាចាំមើលវីដេអូខ្ញុំបាទមានចេញជាបន្តបងប្អូនហ្នឹងហើយ
ហើយបងប្អូនឃើញបាទបាទម្ចាស់តូបម្ចាស់ brand គេមួយបាទគេចង់បានណាបងប្អូនបាទបានថតជាមួយគាត់បាទខ្ញុំក៏ចង់ថតដែរបងប្អូនតែដោយសារខ្ញុំបើថតមិនបានថតជូនពុកម៉ែបងប្អូនទស្សនាអូខេបាទឥឡូវហ្នឹងកូនខ្ញុំបាទនាំគាត់មកលេងកុំឲ្យអបសុកពេកបងប្អូននៅកន្លែងក្មេងៗនេះបាទនាំមកមើលអញ្ចឹងទៅបាទកុំឲ្យគាត់រករឿងអញ្ចឹងណាបងប្អូនបាទចេះណាបងប្អូនហើយតែដោយសារគាត់ងើបពីគេអញ្ចឹងណាបាទហើយហ្នឹងហើយហើយហ្នឹងហើយនាំគាត់ដើរទីទៅកុំឲ្យគាត់រករឿងហ្នឹងហើយអញ្ចឹងទៅបាទវីដេអូយើងបាទគ្មានអីទេបងប្អូនហ្នឹងហើយមានតែប៉ុណ្្នឹងសម្រាប់យប់នេះបងប្អូនបាទហើយថ្ងៃស្អែកបន្តហ្នឹងខ្ញុំបាទមានចេញជាវីដេអូបន្តផងដែរបាទហ្នឹងហើយបាទក៏សូមលាពុកម៉ែបងប្អូនបាទត្រឹមនេះផងដែរបាទហើយកុំភ្លេចបាទសូមជួយចុច Subscribe បាទនៅលើ Channel ខ្ញុំផងបាទហ្នឹងហើយបងប្អូនបាទខ្ញុំហ្នឹងហើយសូមជម្រាបលាបាទពុកម៉ែបងប្អូនហ្នឹងហើយដែលខំបាទតាមដានរាល់ទស្សនាវីដេអូរបស់ពួកខ្ញុំបាទក៏សូមជូនពរដល់ពីតាអូបូមីងទាំងអស់បាទឲ្យជួបតែសេចក្តីសុខបាទសុភមង្គលគ្រប់ក្រុមគ្រួសារបាទហើយជាពិសេសបាទសូមបានសុខភាពល្អបាទហើយនេះកុំភ្លេច Subscribe លើ Channel របស់ខ្ញុំផងបងប្អូនបាទដើម្បីបានទទួលវីដេអូថ្មីៗទៀតបាទជូនសូមជម្រាបលាបាយបាយ